សួរអ្នកគ្រូសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះអាចចំណងមកពីក្រុមទី2ជាមេក្រុមនេះខ្ញុំលើកសិនបទអំពីការធ្វើរហ័សទឹកការធ្វើរហ័សទឹកនេះខ្ញុំមានសម្ភារៈដូចជាបណ្ដុំថ្មពីបន្តមកយើងមានទីណាម៉ូរហ័សទឹកនឹងដើម្បីយើងចាក់ទឹកយើងចាក់ទឹកចូលដើម្បីចាក់ទឹកចូលទៅដើម្បីយើងភ្ជាប់វាទៅវានឹងវើហើយរហ័សទឹកហ្នឹងវាមានអត្ថប្រយោជន៍ជាតិឧទាហរណ៍សិនជាវានៅក្នុងស្ទឹងមួយនៅស្រុកស្រែអញ្ចឹងបើសិនជាវានៅស្រុកស្រែអ្នកភូមិយើងត្រូវការទឹកដើម្បីត្រូវការប្រភពទឹកដើម្បីធ្វើស្រែចម្ការនៅពេលដែលរហ័សទឹកវាមានអាដាក់ដល់អស័យមួយគេដាក់ទឹកវាជុំវិញហ្នឹងដើម្បីលូទឹកពីកន្លែងមួយទៅកន្លែងទៀតដើម្បីឲ្យចូលស្រែរបស់គេអញ្ចឹងហើយគេអត់មានទៅលើទឹកលើអីមកដាក់ទេវានាំទៅញ៉ាំហើយយើងអាចបន្ថែមផលប្រយោជន៍នៅក្នុងនេះទៀតគឺយើងរកត្រីនៅកន្លែងនេះដែររកត្រីដើម្បីនៅភូមិយើងប្រើប្រាស់បរិភោគចាយើងអាចដាក់ក្លូឬមួយក៏ដាក់មើលដាក់ដូងដាក់អីនៅខាងក្រៅថាទៅបានបណ្ដុំវាជាបណ្ដុំទី2មួយយើងដាក់ថ្មចំនួន12គ្រាប់ខាងនេះដកខាងនេះបោកខាងនេះទាំងអស់ទៅដល់ពេលទៅយើងភ្ជាប់វាទៅជាមួយនឹងអានេះដល់ពេលយើងបានជាខ្សែ2នៅដល់ពេលខ្សែ2ទៅយើងភ្ជាប់ជាមួយនឹង2ណាមកទៅវានឹងវើចុះថ្មហ្នឹងបានក្របមិន12គ្រាប់លើសពី12បានអត់បានតែជាង12កើតអត់កើត6គ្រាប់ក៏បានចុះហេតុអីបានលើស12គ្រាប់ដោយសារតែខ្ញុំគិតថាវាអាចប្រើប្រាស់បានពីរយៈមួយអត់ថ្មចុះចង់សួរថាដាក់ដុំថ្មទៅអាដុំថ្មនេះដើម្បីឧទាហរណ៍វាគឺជាស្ទឹងជាបឹងមួយដែលវាមានបាតខ្ញុំអញ្ចឹងហើយដល់មួយដល់ពេលយើងដោតថ្មចេញទៅវាអាចនឹងហោះអានេះវាស្ដាងអានេះវាធ្ងន់អូអញ្ចឹងដាក់ដុំថ្មហ្នឹងដើម្បីទប់នឹងនេះអីកុំឲ្យវាហោះអូខេចា